លោកសន្ធរគាត់ទទួលប្រាក់1000រៀលអំពីនិស្សិតឯងពុំកើតទេព្រោះនៅក្នុងសម្បត្តិខ្ចីប្រាក់មាននីតិបញ្ជាក់ថាខ្លួនសុកឯងបានទទួលប្រាក់5000រៀលអំពីគាត់ហើយណាប្រការណាថៃវិសេសការនេះពុំពិតទេគាត់បានបើកឲ្យទូលព្រះបង្គំតែ1000រៀលគត់នៅលើលិខិតនេះសុកឯងបានផ្តិតមេដៃនៅចំពោះមុខមេឃុំណាមីងពូសុកគាត់ជាអនក្ខរជនគាត់ទឹកចិត្តលើគេគាត់ចេះតែផ្តិតមេដៃអីគេទៅការនេះប្រហែលជាអញ្ចឹងមែនហើយឲ្យខ្លួនមេឃុំចូលមកមេឃុំគាត់ឯងបានឃើញសុកវាទទួលប្រាក់ចំនួនប្រមាណរៀលពីលោកសន្ធរសូមទ្រង់ប្រាមេតាប្រោះវាបានទទួល5000រៀលណ៎ឃើញទេលោកសន្ធរគេជាវរជនត្រឹមត្រូវណាស់គេណាទៅបោកប្រាស់ខ្លួននោះសូមពូសូមមីងកុំយំអីខ្ញុំសូមសងប្រាក់ទៅលោកសន្ធរជំនួសអរប្រគុណព្រះអង្គមកនាងសូមបងទទួលរាជតទៅទៀតចុះខ្ញុំឈឺក្បាលណាសូមចូលទៅក្នុងបន្ទប់វិញណាស្បាយស្រុកដែលជាតំណាងនេះស្ដេចរបៀព្រះបិតារកឫសគល់គឺបបហេតុនៃអំពើបាបរបស់មនុស្សនោះសិនទើបថ្លឹងនៅសេចក្តីវិនិច្ឆ័យរបស់យើងទៅសមតាមកតេយុត្តិធម៌ក៏នៅតែខ្ញុំធ្វើខ្លួនជាកប់ចាំទៅយ៉ាងនេះហើយបណ្ដោយស្ដេចក្មេងនេះសម្រេចការផែនដីផ្ដេសផ្ដាស់យ៉ាងដូចនេះតើរដ្ឋយើងនឹងមានរបៀបរៀបរយយ៉ាងដូចម្ដេចបានបើបើកអំណាចឲ្យរាជកាត់សម្លាប់មន្ត្រីតាមចិត្តយ៉ាងដូចនេះដូចជាសម្លាប់ជ្រូកមន់ទាអូនជួយយើងកុំឆ្លោះជជែកគ្នានៅមុខគេឯងចាំចប់នៅសវនាការនេះបងនឹងខិតខំពន្យល់ក្មួយយើងអំពីច្បាប់និងការចាំបាច់នៃរដ្ឋជាថ្មីឡើងវិញទៀតអញ្ជើញអង្គុយព្រមទៅសម្លាប់ប្រជាកុមារហើយឬនៅព្រមទៅសម្លាប់ប្រជាកុមារហើយឬនៅបើព្រមហើយទៅសម្លាប់ភ្លាមបើព្រមហើយទៅសម្លាប់ភ្លាមព្រមហើយ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 មួយខែនេះហើយយើងបានចាត់វិធានការសពគ្រប់ឲ្យរកស្នាមព្រះអង្គឲ្យឃើញតែទោះបីពលរដ្ឋក្នុងរដ្ឋនេះទាំងអស់បានខិតខំរកព្រះអង្គយ៉ាងណាក្តីក៏ពុំឃើញស្នាមអ្វីបន្តិចបន្តួចសោះដូច្នេះតាមច្បាប់រដ្ឋនៃយើងខ្ញុំនិងភរិយាខ្ញុំ
ត្រូវទទួលសោយសម្បត្តិជំនួសដើម្បីជាទីមលុបសម្រាប់រាជជ្រកឲ្យបានត្រជាក់ត្រជុំដល់រាប់តទៅ